ជាក់ស្ដែងថ្ងៃ27ខែមិនិនាឆ្នាំ2026ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានដឹកនាំអង្គទូតនិងតំណាងអង្គការអន្តរជាតិប្រចាំកម្ពុជាទៅកាន់តំបន់ព្រំដែនកម្ពុជាថៃក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់គណៈប្រតិភូក៏បានចុះសួរសុខទុក្ខនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋភៀសសិកចំនួន76គ្រួសារដែលកំពុងស្នាក់នៅក្នុងជំរំបណ្ដោះអាសន្នក្នុងវិទ្យាល័យហ៊ុនសែនប្រម៉ោយស្រុកវាលវែងហើយដែលពួកគេមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនបាននៅឡើយដោយសារតែស្ថិតក្នុងតំបន់ដែលកាន់កាប់ខុសច្បាប់ពីសំណាក់កងកម្លាំងថៃបន្ទាប់មកគណៈប្រតិភូបានចុះទៅពិនិត្យស្ថានភាពនៅតំបន់ច្រកទ្វារព្រំដែនជ័យជំនះច្រកទ្វារព្រំដែនថ្មដាក្នុងឃុំថ្មដាដែលកងទ័ពថៃបានរីបន្លាលួសនិងដាក់ទូកុងតឺន័ររាប់ទាំងទូកុងតឺន័រចំនួន3បន្ថែមទៀតដែលបានដាក់កាលពីថ្ងៃ26ខែមិនិនាឆ្នាំ2026ដើម្បីបិទផ្លូវជាតិលេខ55និងបិទផ្លូវចូលផ្ទះសម្បែងនិងដីធ្លីរបស់ពួកគេអាយដាមឧបនាយករដ្ឋមន្ត្រីបានគូបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជានៅតែប្រកាន់ការបដិញ្ញាចិត្តមុតមមក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីពាក់ព័ន្ធនានាដោយប្រកាន់ខ្ជាប់នៅគោលជំហរជាគោលការណ៍របស់កម្ពុជាថាខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើប្រាស់កម្លាំងឡើយដំណើរដឹកនាំអង្គទូតនិងតំណាងអង្គការអន្តរជាតិចុះពិនិត្យទីតាំងផ្ទាល់នៅតាមបណ្ដោយព្រំដែនបែបនេះត្រូវបានធ្វើឡើងជាញឹកញាប់ក្នុងគោលបំណងបង្ហាញការពិតឲ្យសហគមន៍អន្តរជាតិបានឃើញផ្ទាល់ភ្នែកនៅស្ថានភាពវិវត្តថ្មីនៅលើដីជាក់ស្ដែងដែលកងកម្លាំងថៃបានធ្វើមកលើបូរណភាពទឹកដីនិងជនភៀសសិកកម្ពុជា